ទៅនឹងសភាពាណិជ្ជកម្មកម្ពុជាជំរុញសហគ្រាសធុនតូចនិងមធ្យមប្រើប្រាស់ប្រព័ន្ធ AI និងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជនសភាពាណិជ្ជកម្មកម្ពុជានិងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍជំនាញហៅកាត់ថា SDF និងក្រុមហ៊ុន Codingate Technology Co Ltd ក្រោមការគាំទ្រពីសហគ្រិនខ្មែរនៅថ្ងៃទី24ខែមិថុនាឆ្នាំ2026នេះបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្ត្របង្កើតផែនការលក់និងគ្រប់គ្រងក្រុមការងារផ្នែកលក់ជាមួយបច្ចេកវិទ្យា AI និង CRM នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះឯកឧត្តមអុកញ៉ាងួនមេងតិចអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានគូបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងអាជីវកម្មឯកឧត្តមបានស្វាគមន៍ចំពោះការចូលរួមរបស់ម្ចាស់អាជីវកម្មនិងធុរកិច្ចជនជាច្រើនដែលបានបង្ហាញពីការបដិញ្ញាចិត្តក្នុងការសិក្សានិងអនុវត្តបច្ចេកវិទ្យា Digital ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួនឯកឧត្តមបានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់សហគ្រាសធុនតូចនិងមធ្យមនិងអ្នកជំនាញផ្នែកលក់ឲ្យអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជនហៅកាត់ថា CRM និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតហៅកាត់ជាភាសាអង់គ្លេសថា AI ក្នុងការរៀបចំផែនការលក់ការគ្រប់គ្រងក្រុមការងារការបង្កើត sale pipeline និងការវិភាគទិន្នន័យដើម្បីស្វែងរកអតិថិជនសក្តានុពលការអនុវត្តបច្ចេកវិទ្យាទាំងនេះនឹងជួយបង្កើនប្រសិទ្ធភាពការងារពង្រឹងទំនាក់ទំនងជាមួយអតិថិជននិងជំរុញកំណើនអាជីវកម្មឲ្យកាន់តែរឹងមាំនិងប្រកបដោយចីរភាពជាមួយគ្នានេះឯកឧត្តមអុកញ៉ាងួនមេងតិចបានបង្ហាញជំនឿថាចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងជួយឲ្យសមាជិកនិងអ្នកចូលរួមអាចអភិវឌ្ឍយុទ្ធសាស្ត្រលក់ប្រកបដោយប្រសិទ្ធភាពតាក់ទាញនិងរក្សាអតិថិជនបានកាន់តែប្រសើរព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិនិងអន្តរជាតិរួមចំណែកជំរុញការអភិវឌ្ឍវិស័យធុរកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាឲ្យរីកចម្រើនជាបន្តបន្ទាប់សូមបញ្ជាក់ថាអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាតែងតែណែនាំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិកសមាជិកានិងជាពិសេសអាជីវករពាណិជ្ជករនិងធុរជនដែលជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមតាមរយៈការបង្កើតឲ្យមានកម្មវិធីផ្សេងៗដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យា Digital សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃសកលលោកសូមជម្រាបជូនផងដែរថាវគ្គបណ្ដុះបណ្ដាលនេះទទួលបានការសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចមូលនិធិអភិវឌ្ឍជំនាញហៅកាត់ថា SDF ក្រុមហ៊ុនCodingate Technology Co Ltd ការគាំទ្រពីសហគ្រិនខ្មែរនឹងទទួលបានការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មធនាគារ Wing Cambodia Mokor ធនាគារប្រៃសណីកម្ពុជាកអកំពង់ផែស្វយ័តភ្នំពេញក្រុមហ៊ុន DRSB Express Agor